ប្រធានបទយើងតាក់ទងមួយនឹងសំណួរចម្លើយតាក់ទងមួយនឹងជំងឺថ្លើមមានសំណួរគេសួរតាក់ទងមួយនឹងជំងឺថ្លើមខ្ញុំកណាត់សូមក្រាបថ្វាយបង្គំព្រះថេរានិងថេរៈគ្រប់ព្រះអង្គនិងជំរាបសួរឯកឧត្តមលោកជំទាវលោកលោកស្រីនាងកញ្ញាសំណួរចម្លើយតាក់ទងមួយនឹងជំងឺថ្លើមគាត់សួរថាធ្វើម៉េចឲ្យយើងដឹងថាខ្លួនឯងមានរលាកថ្លើមស្រួលទេហ្នឹងការដឹងថាយើងមានរលាកថ្លើមឬក៏អត់យើងតាក់ទងមួយនឹងពិនិត្យសុខភាពសំខាន់ណាស់ណាព្រោះភាគច្រើនហេប៉ាទីត B ខ្ញុំនិយាយតែហេប៉ាទីត B មួយភាគច្រើនហេប៉ាទីត B ការបង្ករោគវាភាគច្រើនដូចផ្ដាសាយស្តៀងនឹងផ្ដាសាយអញ្ចឹងយើងអត់សូវចាប់អារម្មណ៍អ្នកខ្លះភាគច្រើនអ្នកដែលមកដឹងតែខ្លួនឯងរលាកថ្លើមណោះទៅពេទ្យប្រឹក្សាអត់មិនបានប្រឹក្សាជាមួយគ្រូពេទ្យទេទៅពិនិត្យឈាមថាឥឡូវថ្ងៃហ្នឹងធំធានាអីចឹងចង់ទៅតេស្តឈាមមើលមានជំងឺអីខ្លះចឹងតេស្តឈាមទៅមើលទៅឃើញតែម្ដងមើលឃើញថារលាកថ្លើមហើយអ្នកខ្លះក៏មិនចាប់អារម្មណ៍ទៀតព្រោះមិនតាក់ទងមួយព័ត៌មានតាក់ទងមួយថ្លើមការបង្ករូបថ្លើមហ្នឹងវានៅតិចតួចយើងអាចបានគិតគូរទេព្រោះហើយថ្លើមបើសិនជាវាឈឺហើយកម្រចេញរោគសញ្ញាណាលុះត្រាតែវាចេញទៅជាលឿងភ្នែកលឿងស្បែកលឿងអីទាំងអស់តែម្ដងណាវាអ្នកខ្លះចេញរហូតដល់សេរ៉ូស៊ីសទៅជាក្រិនថ្លើមបានចេញរោគសញ្ញាតែភាគច្រើនបើសិនជាវាចេញជាសញ្ញាជាសេរ៉ូស៊ីសហើយមិនងាយទេពិបាកព្យាបាលណាស់ថ្នាំយើងក៏ច្រើនអីក៏ច្រើនដែរហើយពិបាកចំណីអាហារក៏ត្រូវតមដែរតមសំខាន់តាក់ទងជាមួយនឹងស្រាឬក៏បារីអីគ្រឿងផ្អាប់អីហ្នឹងហើយតាក់ទងអាហ្នឹងណាហើយយើងជាធម្មតាចំណេះដឹងនៅខ្មែរយើងវានៅទាបបន្តិចវាមិនដូចបរទេសណាហ្នឹងហើយជាធម្មតាបើមិនឈឺមិនរត់ទៅពេទ្យទេរត់ទៅទេតើឲ្យវាចេញសញ្ញាលឿងចេញលមាស់អីពេញស្បែកពេញអីចឹងទៅសង្ស័យនិយាយតគ្នាថាកើតលមាស់ស្បែកកើតជំងឺថ្លើមណាបានរត់ទៅពេទ្យហើយទៅតេស្តឈាមតែអីចឹងទៅបានដឹងថាយើងមានរលាកថ្លើមហើយការដឹងហើយហ្នឹងមិនសូវយកចិត្តទុកដាក់ទៀតជាធ្វើហើយដោយសារវាធ្វើទុកអីណាហើយចាំថាជំងឺថ្លើមបើសិនជាវាធ្វើទុកចេញរោគសញ្ញាហើយជាពិសេសមនុស្សដែលវ័យតាក់ទងជាមួយនឹង50ជាងឡើងអីណាបើវាចេញរោគសញ្ញាហើយភាគច្រើនគឺវាច្រើនតែពិបាកក្នុងការព្យាបាលជាធម្មតាជា organ មួយដែលវាសាំងតែក្របឈាមសពបែបយ៉ាងទាំងអស់ហ្នឹងនៅក្នុងខ្លួនយើងហ្នឹងវាកម្រចេញរោគសញ្ញាបើចេញរោគសញ្ញាវាច្រើនគឺជំងឺហ្នឹងវាធ្ងន់ទៅហើយអញ្ចឹងបានយើងចាំបាច់ត្រូវទៅពិនិត្យសុខភាពទាំងអស់គ្នាទៅឆែកមើលឲ្យបានគ្រប់គ្រាន់ជាពិសេសប្រឈមជាមួយអ្នកដែលធ្លាប់មានបងប្អូនកូនក្មួយបងប្អូនជីដូនជីតាពីមុនមកដែលធ្លាប់មានក្រិនថ្លើមក្រិនអីចឹងណាក្រិនថ្លើមក្រិនអីចឹងអានឹងយើងជាចាំបាច់យើងត្រូវទៅហើយយើងត្រូវទៅមើលពិនិត្យឲ្យយើងដឹងច្បាស់លាស់ហើយយើងប្រឹក្សាជាមួយគ្រូពេទ្យថាត្រូវព្យាបាលយ៉ាងម៉េចអីយ៉ាងម៉េចព្រោះវាមានអត់ទុកយូរទេកុំទុកកុំឲ្យវាហួសពេលហើយយើងឥឡូវនេះយើងមានសមាគមប្រយុទ្ធជាមួយនឹងជំងឺរលាកថ្លើមហ្នឹងមិនអស់លុយច្រើនទេហើយយើងរកលេខទូរស័ព្ទរកមើលសមាគមគេនៅក្នុង Facebook ហ្នឹងយើងឆែកទៅមានហើយមិនសូវចំណាយលុយច្រើនដូចមុនថ្លៃយើងមើលអស់ច្រើនណាស់ហើយហេប៉ាទីត B ត្រូវដឹងហើយមិនងាយព្យាបាលឲ្យជាដាច់ទេកម្រយើងឈប់ថ្នាំហើយជួនកាលតែ3ខែ6ខែអាចលកឡើងវិញទៀតក៏មានដែរបាទហ្នឹងហើយតែជាសំណួរខ្លីៗតែប៉ុណ្្នឹងទេ